បោះស្បាក៏បានអរគុណដល់ម៉ែវទាំងពីរដែលបានមកជួយដល់ខ្លួនប៉ុន្តែរឿងវាមិនទាន់ចប់នោះទេពីព្រោះថាមានបិសាចច្រើនណាស់បិសាចនៅតែបន្តវាយលុកមកជាហូរហែពេលនោះបោះស្បាក៏បានប្រើប្រាស់ថាមពលភ្លើងនិងរន្ទះរួមគ្នាតែមួយបង្កើតទៅជាដែនភ្លើងរន្ទះពេលនោះបិសាចទាំងអស់ក៏វិនាសខ្ចាត់ខ្ចាយអស់ទៅបោះស្បាក៏បានងាកទៅឪពុកហើយក៏សួរឪពុកថាហេតុអ្វីបានជាកម្រិតវឹកហាត់របស់ឪពុកស្ថិតនៅជាប់ត្រឹមកម្រិតទី5ដូច្នេះពេលនោះឪពុកក៏បានប្រាប់ថាដោយសារតែឪពុកត្រូវមុនបណ្ដាសាគ្រុឌបណ្ដាសានេះធ្វើឲ្យកម្រិតវឹកហាត់របស់ឪពុកនៅជាប់គាំងត្រឹមកម្រិតទី5នេះឯងមុនបណ្ដាសានេះគឺស្ដេចគ្រុឌបច្ចុប្បន្នជាអ្នកដាក់មកលើពុកប៉ុន្តែមិនអីទេពុកនឹងដោះស្រាយវាដោយខ្លួនឯងចុះកូនវិញតើរកវិធីបង្កើតកូនក្របានហើយឬនៅបោះស្បាក៏តបថាគឺរកឃើញហើយទី1គឺយើងត្រូវការសាកសពទី2គឺយើងត្រូវការត្បូងព្រលឹងរបស់សត្វបិសាចរីឯទី3នោះគឺត្រូវការចេះវិជ្ជាបង្កើតកូនក្រក្នុងរយៈពេលប៉ុន្មានថ្ងៃនេះកូនបានរៀនរួចហើយឥឡូវនេះរឿងដែលកូនត្រូវធ្វើគឺកូនត្រូវតាមប្រមាញ់សត្វបិសាចខ្លាំងៗនិងការសាហាវពេលនោះបោះស្បាក៏បានតាមប្រមាញ់បានត្បូងព្រលឹងរបស់សត្វបិសាចហើយបោះស្បាក៏បានចាប់ផ្ដើមសាកល្បងប្រើប្រាស់សាកសពរបស់ទាហានគ្រុឌរួចហើយក៏បង្កើតទៅជាកូនក្រការបង្កើតកូនក្ររបស់បោះស្បាក៏ទទួលបានជោគជ័យបន្ទាប់មកទៀតបោះស្បាក៏គិតថាប្រសិនបើយើងយកសាកសពសត្វបិសាចយកធ្វើជាកូនក្រតើបានដែរឬទេពេលនោះផងដែរស្រាប់តែមានបិសាចឥន្ទ្រីមួយក្បាលហោះមកដើម្បីវាយប្រហារបោះស្បាក៏ប្រុងប្រៀបប្រយុទ្ធរួចហើយបោះស្បាក៏បានវាយមួយដៃទៅសត្វឥន្ទ្រីនោះប៉ុន្តែសត្វឥន្ទ្រីនោះឆ្លាតពេកក៏កិច្ចទៅក្រោយខ្នងបោះស្បាក៏ត្រឡប់ក្រោយវាយមួយដៃទៀតពេលនេះគឺចំតែម្ដងពេលនេះបិសាចឥន្ទ្រីក៏បានស្លាប់បាត់បង់ជីវិតទៅហើយតើបោះស្បាអាចយកសាកសពសត្វឥន្ទ្រីនេះដើម្បីផលិតទៅជាកូនក្របិសាចឥន្ទ្រីបានដែរឬទេសូមរងចាំតាមដានទស្សនាភាគបន្ត